ខ្ញុំបកករណាសូមនមស្ការចំពោះគុណនៃបត្រៃរតនមស្ការបករណាថេរៈគ្រប់ព្រះអង្គចម្រើនពរញាតិញោមពុទ្ធបរិស័ទចិត្តឆ្ងាយគ្រប់ទិសទីបកករណាសូមឱកាសពីសំណាក់ព្រះសង្ឃដើម្បីបានអាននិងចែករំលែកនៅអត្ថបទជាធម្មទានដែលខ្ញុំបកករណាបានសរសេរនៅថ្ងៃនេះទី11ខែមីនាឆ្នាំ2026អត្ថបទនេះខ្ញុំបកករណាឲ្យចំណងជើងថាភាពវៃឆ្លាតនៃបញ្ញានិងការទូមានចិត្តថ្ងៃនេះខ្ញុំបានធ្វើដំណើរតាមរមាក់កង់3ឬយើងហៅថាតុកបានលើញាតិញោមរអ៊ូរទាំអំពីតម្លៃសាំងនិងហ្គាសដែលឡើងថ្លៃខ្ពស់បើស្ថានភាពនៅតែបន្តបែបនេះយើងនាំគ្នាត្រឡប់ទៅជិះកង់វិញឬយ៉ាងណាមនុស្សយើងក្នុងចក្រវាលនេះពិតជាមានបញ្ញាឆ្លាតវៃអាចអភិវឌ្ឍខ្លួនឲ្យក្លាយជាអ្នកបង្កើតបច្ចេកវិទ្យានិងសម្ភារៈប្រើប្រាស់យ៉ាងទំនើបរហូតអាចប្រើប្រាស់សម្រាប់ប្រយុទ្ធប្រឆាំងគ្នាទោះបីជានៅចម្ងាយរាប់ពាន់រាប់ម៉ឺនគីឡូម៉ែត្រពីគ្នាក៏ដោយរីឯមនុស្សក្នុងចក្រវាលដទៃវិញបើតាមគម្ពីរលោកសម្ដែងថាមានដើមឈើប្រចាំទ្វីបគឺកាប់ប្រព្រឹត្តចាំបំពេញសេចក្តីប្រាថ្នាហើយពួកគេសុទ្ធតែមានសិលធម៌ជាប់ខ្លួនជានិច្ចនៅពេលបែកធ្លាយរាងកាយទៅពួកគេតែងមានគតិទៀងទាត់ទៅកើតក្នុងទេវលោកដោយឡែកមនុស្សក្នុងចក្រវាលយើងនេះដែលកើតមកដោយសារផលបុណ្យកុសលខ្លះដែរនោះបែរជាមានចិត្តឃ្លាវខ្លាជាងបើឃ្លាវខ្លាខាងអកុសលហ៊ានប្រព្រឹត្តអំពើបាបរហូតធ្លាក់ទៅក្នុងលោកកន្តរនរកឬអបាយភូមិ4ក៏មានតែទន្ទឹមនឹងគ្នានោះបើឃ្លាវខ្លាខាងកុសលក៏អាចនាំឲ្យបានអត្តភាពក្នុងលោកនៃមនុស្សវិញទេវលោករូបព្រំអរូបព្រំនិងរហូតដល់លោកកតរៈទៀតផងក៏បានតួយ៉ាងមានព្រះធរមាននៃព្រះអរហន្តសម្មាសម្ពុទ្ធព្រះបច្ចេកពុទ្ធព្រះខៃណាស្របដែលមិនអាចរាប់ប្រមាណបានមកជាសក្ខីភាពស្រាប់សូមក្រឡេកមើលខណៈពេលដែលពិភពលោកមានការរីកចម្រើនខ្លាំងមនុស្សជាច្រើននៅតែរស់នៅក្នុងភាពខ្វះខាតគ្មានអាហារបរិភោគគ្រប់គ្រាន់គ្មានទីជម្រកសមរម្យត្រូវធ្វើការងារធ្ងន់ធ្ងរប្រឈមនឹងគ្រោះថ្នាក់ខ្ពស់និងខ្វះខាតសម្ភារៈសម្រាប់ការសិក្សារៀនសូត្រក្នុងជីវភាពប្រចាំថ្ងៃជាដើមនៅឡើយប្រសិនបើលោកអ្នកឆ្លាតវៃដល់កម្រិតនេះទៅហើយតើការប្រើប្រាស់អាយុជីវិតដើម្បីអប់រំទូមានខ្លួនឯងឲ្យប្រាសចាកកិលេសតើអាចធ្វើទៅបានដែរឬទេព្រះពុទ្ធដីកាមានប្រកាសក្នុងគាថាធម្មបទស្ដេចទ្រង់ត្រាស់សម្ដែងទុកមកថាចិត្តតាំងតន់តាំងសុខាវហੰប្រែជាខេមរៈភាសាថាចិត្តដែលទូមានល្អហើយតែនាំមកនៅសេចក្តីសុខដូច្នេះទោះបីពិភពលោកជឿនលឿនយ៉ាងណាបើចិត្តមិនត្រូវបានទូមានទេវានឹងនាំទុក្ខទោសដល់ខ្លួនឯងនិងអ្នកដទៃផងដែរគួរអប់រំចិត្តបញ្ញាក្នុងលោកជួយឲ្យយើងមានបច្ចេកវិទ្យាសម្ភារៈប្រើប្រាស់កាន់តែទំនើបប៉ុន្តែបញ្ញាក្នុងធម៌ជួយឲ្យយើងមានសន្តិភាពផ្លូវចិត្តកាន់តែខ្ពង់ខ្ពស់ថែមទៀតសូមកុំឲ្យភាពឆ្លាតវៃខាងបច្ចេកវិទ្យាមកបិទបាំងកិច្ចការងារធ្វើឲ្យបរិសុទ្ធស្អាតនៃចិត្តក្នុងអត្ថបទនេះខ្ញុំសូមលើកយកសំណួរមួយថាក្រោយអំពីការបានអាននិងស្ដាប់ចប់ហើយបកករណាញាតិញោមក្លាហានហ៊ានច្បាំងសម្លាប់អកុសលមួយក្នុងចិត្តខ្លួនឯងចាប់ពីថ្ងៃនេះទៅហើយឬនៅអត្ថបទនឹងសំឡេងជាធម្មទានដោយខ្ញុំបកករណាអាត្មាភាពភុខទីខៈបញ្ញោពៅទីណា